គិតមកដល់ថ្ងៃនេះទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរលើកទី9ឆ្នាំ2026ឬអង្គរ Ultra Trail មានអ្នកចុះឈ្មោះចូលរួមជាង 1000 នាក់ហើយដោយភាគច្រើនគឺកម្ពុជាថ្លែងក្នុងកម្មវិធីសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃទី6 ខែមករាឆ្នាំ2026ឯកឧត្តមវត្តចម្រើនរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡានិងជាអគ្គលេខាធិការ NOCC មានប្រសាសន៍ថាការរៀបចំទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរលើកទី9ឆ្នាំ2026ធ្វើឡើងក្នុងគោលបំណងចម្បងចំនួន2ទី1គឺជួយលើកកម្ពស់វិស័យទេសចរណ៍ពិសេសវិស័យទេសចរណ៍នៅតំបន់អង្គរនិងទី2គឺធ្វើឡើងដើម្បីផ្នែកមនុស្សធម៌ឆ្នាំនេះទៀតសោតក្រុមហ៊ុន Phoenix Nihoya និងប្រមូលថវិកាដែលទទួលបានពីការលក់សម្បត្តិទៅជួយដល់អង្គការមនុស្សធម៌ជួយជួសជុលសាលារៀនសាងសង់អណ្ដូងទឹកជាដើមអាយដាមបន្ថែមថាការរៀបចំលើកនេះសម្រាប់អ្នកចូលរួមរត់គឺមិនថមថយទេដូចទៅនឹងឆ្នាំមុនដែរគឺជាង 1000 នាក់ហើយគិតមកដល់ថ្ងៃនេះមានចំនួន 1229 នាក់ហើយខណៈការចុះឈ្មោះនៅតែបន្តជាក្តីសង្ឃឹមអាចកើនឡើងដល់ 1500 នាក់សន្ទុះនៃការចូលរួមរបស់កម្ពុជាគឺមានការកើនឡើងក្នុងនោះកម្ពុជាជាប់លេខ1ដោយមានអ្នកចូលរួមច្រើនជាងគេជាង500នាក់ហើយលេខ2បារាំង400នាក់ជាងហើយវៀតណាមជាប់ចំណាត់ថ្នាក់លេខ3អាយដាមបញ្ជាក់ថាអ្វីដែលយើងត្រូវខិតខំប្រឹងប្រែងក្នុងការរៀបចំព្រឹត្តិការណ៍នេះឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់អាយដាមបណ្ឌិតថងខុនប្រធានគណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជាត្រូវធ្វើយ៉ាងណាឲ្យព្រឹត្តិការណ៍នេះក្លាយទៅជាព្រឹត្តិការណ៍មួយពិសេសសម្រាប់ទេសចរនៅតំបន់អង្គរនិងវិស័យទេសចរជាតិយើងទាំងមូលពីព្រោះឆ្នាំក្រោយគឺជាខួបលើកទី10ប្រសិនបើកម្ពុជាមានស្ថានភាពល្អប្រសើរយើងនឹងត្រៀមអ្នកចូលរួមឲ្យបានចំនួន 5000 នាក់ដោយចំនួននេះគឺច្រើនលើសលប់ហើយជាទីមោទនៈសម្រាប់ជាតិយើងមួយដែរព្រោះបើប្រៀបធៀបទៅនឹងប្រទេសផ្សេងអ្នកចូលរួមតែ3ទៅ400នាក់ប៉ុណ្ណោះសូមបញ្ជាក់ដែរថាទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរលើកទី9ឆ្នាំ2026នឹងធ្វើឡើងនាថ្ងៃទី24ខែមករាឆ្នាំ2026ខាងមុខនេះរៀបចំឡើងដោយគណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជាសហការដោយលោកអ៊ីនឌូចកប្រធានក្រុមហ៊ុនទេសចរអន្តរជាតិPhoenix Nihoya ប្រធានប្រតិបត្តិការដោយលោកសង់ក្លូដ កូនីអ្នកចាត់ការទូតលើឌីសឡូដេវិចសម្រាប់វិញ្ញាសារួមមានរត់100គីឡូម៉ែត្រ64គីឡូម៉ែត្រ42គីឡូម៉ែត្រ32គីឡូម៉ែត្រ18គីឡូម៉ែត្រនិង8គីឡូម៉ែត្រការរត់អុយត្រាត្រែននេះខុសពីរត់ម៉ារ៉ាតុងដោយអ្នកចូលរួមទាំងអស់មិនមែនរត់ផ្លូវកៅស៊ូនោះទេគឺរត់ឆ្លងកាត់ឧបសគ្គចូលតាមភូមិស្រុកកាត់វាលកាត់ព្រៃព្រោះនេះប្រភេទកីឡាមួយផ្សារភ្ជាប់ទៅនឹងធម្មជាតិ